សួស្តីបងប្អូនសូមស្វាគមន៍មកជួប Channel ខ្ញុំបាទសារជាថ្មីម្ដងទៀតអញ្ចឹងមកជួបបងប្អូនសារជាថ្មីនេះគឺបានយកចំណេះដឹងមួយមកចែកម្លែកដល់បងប្អូនផងដែរហើយចំណេះដឹងនេះទៀតសោតគឺតកតងនឹងការយើងយករូបមកដាក់លើគ្នាបងប្អូនណាឬក៏ដាក់ទន្ទឹមគ្នានៅក្នុងកម្មវិធីPicture បងប្អូននេះរូបចឹងបងប្អូនចឹងរូបចឹងភាគច្រើនគឺដូចជាកម្មវិធីបង្គំតន្ត្រីឬក៏កម្មវិធីបដាល់ភាគច្រើនគឺគេដាក់ចឹងបងណាដូចថាមានកីឡាករប្រហែលគូដែលប្រដាល់នៅថ្ងៃអាទិត្យនេះចឹងបងប្អូនណាយើងឧទាហរណ៍ហើយមានអ្នកចម្រៀងប្រហែលអ្នកដែលឡើងប្រគំតន្ត្រីនៅក្នុងកម្មវិធីដូចជា concert អីមួយចឹងបងប្អូនអញ្ចឹងកុំឲ្យខាតពេលយូរបងប្អូនមុននឹងចូលដល់ការធ្វើវីដេអូនេះការធ្វើចំណេះដឹងមួយនេះបងប្អូនត្រូវរូបថតរបស់បងប្អូនត្រូវ remove background ចេញបងប្អូនណាត្រូវ remove background ទាំងអស់សម្រាប់រូបថតអញ្ចឹងខ្ញុំធ្វើនេះគឺខ្ញុំធ្វើនៅក្នុងកម្មវិធី Picture បងប្អូនណាយើងចូលមកកម្មវិធី Picture មកប៉ុន្តែមុននឹងយើងធ្វើបងប្អូនត្រូវដាច់ខាតត្រូវតែរូបថតទាំងអស់ត្រូវ remove background ចេញអញ្ចឹងយើងចូលមកកម្មវិធី Picture មកតោះមកខ្ញុំលុបអា text នេះចោលបងប្អូនណាលុបអានឹងចោលចុច delete វាមកបន្ទាប់មកទៀតបងប្អូនត្រូវកំណត់សាយរបស់វាបងប្អូនណាយើងចូលអាសញ្ញា4ជ្រុងនេះបន្ទាប់មកយើងចូល image size តបមកបងប្អូនយកពាក្យថា custom ហើយបងប្អូនយក4ជ្រុងណាបងប្អូនណាយើងយក4ជ្រុងមក square ហ្នឹងបន្ទាប់មកយើង take OK ហើយបន្ទាប់មកទៀតបងប្អូនត្រូវយករូបភាពមួយមកបងប្អូនណាចុចសញ្ញាលេខបូកហ្នឹងតមកយក from gallery អញ្ចឹងខ្ញុំត្រូវទៅយករូបខ្ញុំមួយមកសិនបងប្អូនណាខ្ញុំយករូបនេះមួយបន្ទាប់មកយើង take OK មកបន្ទាប់មកយើងទាញវាមកក្រោមបងប្អូនណាទាញវាមកក្រោមតិចមកបន្ទាប់មកទៀតបងប្អូនចូលអាកណ្ដាលនេះចូលនឹងមកបន្ទាប់មកបងប្អូនយកពាក្យថា stroke បងប្អូនណាយក stroke នេះតោះមកយើងបើកវាឥឡូវ stroke បងប្អូនយកពណ៌អីគេពណ៌ក្រហមឬក៏ពណ៌អីឬក៏ពណ៌សឥឡូវខ្ញុំយកពណ៌ក្រហមបន្ទាប់មកបងប្អូនដាក់កម្រាស់វាបងប្អូននេះកម្រាស់វាប្រហែលថាដាក់7តោះមកយើង take OK បន្តមកទៀតបងប្អូនត្រូវដាក់shadow របស់វាស្រមោលរបស់វាទៀតបងប្អូនយើងឈរនៅកណ្ដាលនឹងដដែលបន្ទាប់មកយើងដាក់ shadow យើងបើកវាមកបើកដាក់ពណ៌អីដាក់ពណ៌សបងប្អូនទាញកម្រាស់វាបន្តិចទៀតមកបន្ទាប់មកយើង take OK បានប៉ុណ្ណឹងហើយបងប្អូនត្រូវ copy រូបនឹងមួយទៀតបងប្អូនណា copy រូបនឹងមួយទៀតមកហើយយើងចុចលើរូបនឹងដដែលបន្ទាប់មកយើងយកពាក្យថា copy ហើយបងប្អូនត្រូវទៅយករូបវាមួយទៀតមកអីរូបហ្នឹងវាដដែលទេបងប្អូនណាគាត់ថាដូរទេគាត់ថាដូររូបទេតាមពិតទៅស្រមោលគឺនៅដដែលទេបងប្អូនចុចថា replace បន្ទាប់មកខ្ញុំយករូបនេះមួយខ្ញុំយករូបនេះចុះបងប្អូនណាបន្ទាប់មកយើង take OK ឃើញបានមួយទៀតទេបងប្អូនណាប៉ុណ្ណឹងបងប្អូនដាក់ប៉ុណ្ណឹងចុះហើយបន្តមកទៀតបងប្អូនត្រូវ copy វាមួយទៀតមកព្រោះ copy វាមួយទៀត copy មកឡើងមួយទៀតបងប្អូនដាក់តាណាលើខ្ញុំដាក់តានេះវិញហើយបន្តមកយកពាក្យថា replace បន្ទាប់មកទៀតខ្ញុំត្រូវយករូបខ្ញុំមួយទៀតបងណាខ្ញុំយករូបខ្ញុំមួយទៀតខ្ញុំយករូបនេះតមកយើង take OK តមកយើងត្រូវពង្រួមរូបមួយនឹងសិនបងពង្រួមវាឲ្យរីងតូចតែខាងលើភាគច្រើនគឺរូបរាងតូចបងប្អូនណាខាងលើយើងដាក់ប៉ុណ្ណេះមកបន្ទាប់មកទៀតយើងចុចសញ្ញា4ជ្រុងនេះចុចទាញអាទូចហ្នឹងទាញមកដាក់ក្រោមមកឲ្យវានៅក្រោយតមកយើង take វាមកឃើញវានៅក្រោយបងប្អូនណាយើងដាក់ប៉ុណ្ណេះហ่า
ហើយបន្តមកទៀតយើង copy ទៀតនេះយើង copy បន្តិចពុយនេះម្ដង copy ខ្វាច់មកវាដាក់នៅនេះម្ដងបងប្អូនណាហើយយើងយករូបផ្សេងមកចុច replace បន្ទាប់មកខ្ញុំយករូបនេះដដែលក៏បានដែរបងប្អូនណាសំខាន់ឧទាហរណ៍ឲ្យបងប្អូនយល់ខ្ញុំយករូបនេះដដែលបន្ទាប់មកយើង tick អូខេដាក់ប៉ុណ្ណេះមកបន្ទាប់មកយើងចុចកដាលនេះបន្ទាប់មកទាញវាមកក្រោមគេហ្នឹងឲ្យវានៅខាងក្រោយឃើញបានណាបងប្អូនណាហើយបន្ទាប់មកទៀតបងប្អូនចង់សរសេរអក្សរឬមុនបន្ទាប់មកទៀតបងប្អូនដាក់ background វាសិនបងប្អូនណាបងប្អូនយក background វាមកចុចកន្លែងលេខបូកបន្ទាប់មកយក from gallery បន្ទាប់មកទៀតខ្ញុំយក background ពណ៌ផ្នែកបន្ទោលនេះបងប្អូនហើយយើង take វាមក take មកយើងទាញវាមកបងប្អូនទាញមកឲ្យបានប៉ិន background ហ្នឹងមកធ្វើម៉េចកុំឲ្យតូចជាងបងប្អូនណាកុំឲ្យតូចជាងបន្ទាប់មកទៀតបងប្អូនចុចអានេះហើយចុចទាញវាមកក្រោមគេមកឃើញបានទេបងប្អូនណាហើយបន្តមកយើងដាក់អក្សរបងប្អូនណាបងប្អូនដាក់អក្សរមកដាក់ថាចុចសញ្ញាលេខបូកបន្ទាប់មកយកពាក្យថា text ឲ្យចុច2ដងមកដាក់ថាជួបគ្នាឆាប់នេះតបមកយើង tick អូខេតបមកយើងត្រូវនេះបងប្អូនត្រូវចុចលើអក្សរហ្នឹងបន្ទាប់មកទៀតនេះចុចកដាលនេះចុចលើអក្សរ A បងប្អូនណាចុចលើអក្សរ A បន្ទាប់មកបងប្អូនត្រូវដាក់សាយវាដាក់ត្រឹម80ទៅហើយបន្ទាប់មកទៀតយើង tick អូខេតោះនេះយើងដាក់ color វាបងប្អូនណា color ដាក់ក្រហមឬក៏ដាក់ក្រហមក្រហមបន្ទាប់មកយើង tick អូខេវាបន្ទាប់មកទៀតបងប្អូនដាក់ស្រមោលសិនបងប្អូនណានេះដាក់ shadow វាហ្នឹងបន្ទាប់មកយើងបើកវាមកមកដាក់ពណ៌អីគេពណ៌សទាញមកប៉ុណ្ណឹងហើយបន្ទាប់មកយើង tick វាមកអញ្ចឹងបន្ទាប់មក font បងប្អូនចុច font នឹងមកដាក់ my font ដាក់ font ពណ៌អីពណ៌នេះបន្ទាប់មកយើង tick វាមកយើងទាញមកប៉ុណ្ណឹងអូខេបាទបងប្អូនណាហើយបន្ទាប់មកទៀតបងប្អូន save ចុច save វាមកជាការស្រេចហើយបន្ទាប់មកយើងទៅមើលនៅក្នុង photo យើងបងប្អូនណាដែលយើង save ហើយហ្នឹងចុចនេះមកតបមកចុចលើរូបយើងនេះបន្ទាប់មកនេះចុចលើរូបមកហើយនេះមកហើយបងប្អូនណាគឺយើងអាច save បានអញ្ចឹងយើងអាចយកទៅប្រើប្រាស់អីបានណាបងប្អូនណាហើយអរគុណសម្រាប់ការទស្សនាវីដេអូខ្ញុំពីដើមរហូតដល់ចប់សូមអរគុណនិងសូមជម្រាបលា